account Mobile Legends សបរខ្មែរប៉ុន្តែមានទង់ជាតិវៀតណាមមានគ្នាយ៉ាងណាខ្លះដែលថាមាន account សបរខ្មែរប៉ុន្តែបែរជាមានទង់ជាតិវៀតណាមអញ្ចឹងវិញហើយខ្ញុំនឹងប្រាប់គ្នាយើងអំពីផលវិបាកនៃការដែលមាន account ទង់ជាតិវៀតណាមអញ្ចឹងនិយាយទៅគឺវាពិបាកសាហាវហ្មងដាក់ពេចក៏មិនបានអីក៏មិនបានដែរហើយបើយកទៅ search ឈ្មោះ search សបរ search អីក៏ search អត់ចេញដែរធ្វើមិនក៏អត់ចេញដែរនិយាយទៅ account ហ្នឹងគឺដូចគេ ban អញ្ចឹងទៅរឿងហ្នឹងវាយូរហើយគាត់ថាមួយប៉ុន្តែកាលពីថ្ងៃ9ហ្នឹង Mobile Legends គេឲ្យប្រើពេចលឿនហ្នឹងភ្ញៀវឆាតមកដាក់ទៅគឺ account គាត់ភាគច្រើនគឺមានទង់ជាតិវៀតណាមអញ្ចឹងដាក់ពេចអត់កើតទេហើយមូលហេតុហ្នឹងគឺអត់មានអីច្រើនទេភាគច្រើនគឺថាគ្នាយើងគាត់ដូរ VPN ដូរអីទៅនេះទៅនោះអញ្ចឹងទៅវាទៅជាប់នៅនឹងអីអញ្ចឹងទៅដោយសារតែមានអ្នកខ្លះគាត់ដូរប្រទេសដូរ server ទៅ down នៅ game ដែលគាត់ចង់លេង AK JX អីអញ្ចឹងទៅឬក៏ដូរទៅ down អា CapCut Pro ហើយអាហ្នឹងក៏វាជាមូលហេតុមួយដែរអាហ្នឹងសម្រាប់អ្នកភាគច្រើនគឺគាត់ប្រើ Android Oppo Vivo Samsung អីអញ្ចឹងទៅប៉ុន្តែបើសម្រាប់អ្នកប្រើ iOS វិញអាចមកពី Apple ID របស់គាត់ដោយសារតែជួនកាលនៅពេលដែលគាត់ download game Mobile Legends ហ្នឹងគឺ Apple ID របស់គាត់ហ្នឹងនៅខាង server វៀតណាមដល់ពេលអញ្ចឹងឲ្យ down មកប៉ះ account ហ្នឹងវៀតណាមអញ្ចឹងបណ្ដោយហើយឥឡូវខ្ញុំនឹងប្រាប់គ្នាយើងអំពីរបៀបដោះស្រាយទៅលើអារឿងហ្នឹងណាហើយសម្រាប់អ្នកដែលប្រើ Oppo Vivo Samsung និយាយទៅអ្នកប្រើ Android បើថាគ្នាយើងមានប្រើ VPN ឬក៏អីអញ្ចឹងបាត់ចោលអស់សិនទៅបន្ទាប់មកទៀតទៅ delete game Mobile Legends ហ្នឹងចោលបន្ទាប់មកហើយចូលទៅក្នុង Play Store down game ហ្នឹងមកវិញហើយអស់រក game ណាដែលថាអត់មានទង់ជាតិវៀតណាមនេះគ្នាយើង down អាតតេលុញដូចខ្ញុំបង្ហាញអ្នក down អញ្ចឹងមកគឺវាលេងអី update ឲ្យតែពេញមកលេងបានដាក់ពេចបានធម្មតាដូចមុនហើយបើសម្រាប់គ្នាយើងណាដែលថាប្រើ iPhone ឬក៏ iOS ហ่าគ្នាយើងគឺដូចគ្នាអញ្ចឹងគ្រាន់តែធ្វើការ delete game ហ្នឹងចោលហើយដូរ Apple ID មកដាក់របស់ខ្មែរវិញបន្ទាប់មកទៀតទៅ down game ដែលអត់មានទង់ជាតិវៀតណាមហ្នឹងទៅហើយទៅអាហ្នឹងវារឿងប្រវត្តិដោយសារតែវាច្រឡំ server ឆែក server ឆែកអីក៏អត់ចេញដែរវាអត់ដឹងថា account យើងនៅ server ណាពិតប្រាកដប៉ុន្តែបើថា account server វៀតណាមគេហ្មងគឺអត់អីទេដាក់ពេចបានអីធម្មតាទេលេងបានធម្មតាទេនេះលក្ខណៈថា server ខ្មែរមិនចំខ្មែរវៀតណាមមិនចំវៀតណាមអីមិនចំអីចឹងគេហៅម្បែងទើហ្នឹងអញ្ចឹងហើយបើថាគ្នាយើងណាដែលថាមាន account អញ្ចឹងគឺដូរឲ្យហើយទៅកុំទុក view ពេក